ដំណើរកំសាន្ត solo trip ទៅកាន់ទីក្រុងកូឡាឡាំពូរប្រទេសម៉ាឡេស៊ីចំនួន3ថ្ងៃ2ថ្ងៃទី1ខ្ញុំហោះចេញពីភ្នំពេញចុះមក11ថ្ងៃហើយទៅដល់ទីក្រុងកូឡាឡាំពូរម៉ោង2 រសៀលតែខ្ញុំសូមរីករាយអ្នកទាំងអស់គ្នាយកការហោះហើរពេលព្រឹកវិញពួកអីវាអាចនឹងចំណេញពេលជាដូចខ្ញុំចឹងទៅដល់នោះម៉ោង2ហើយចូល immigration ហ្នឹង1ម៉ោងទៅ2ម៉ោងទៀតអញ្ចឹងទ្រាំតែបានចេញពីបលៀនហ្នឹងវាម៉ោងរៀងល្ងាចដែរអញ្ចឹងបន្ទាប់ពីចេញពីបលៀនខ្ញុំក៏បានទៅរករថភ្លើងដើម្បីជិះទៅក្រុងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាទៅមានគ្នាដូចជា2នាក់ឬក៏3នាក់អីអាចហៅ Grab បានយើង share គ្នាទៅវាអស់លុយជាងយើងជិះរថភ្លើងតែនេះដោយសារខ្ញុំទៅម្នាក់ឯងអញ្ចឹងខ្ញុំជិះរថភ្លើងទៅក៏ធ្វើលុយទៅក៏យើងសល់លុយជាងយើងជិះ Grab ដែរហើយការធ្វើដំណើរតាមរថភ្លើងនេះប្រើពេលរយៈពេលប្រហែលជា40នាទីដូចជាអត់សូវយូរអីដែរហើយយើងគយគន់ទេសភាពដូចទៅយើងក៏បានទៅដល់ KL Central ដល់ពីចេញពី KL Central ហ្នឹងខ្ញុំបានហៅ Grab ដើម្បីទៅកន្លែងគេងរបស់ខ្ញុំហ្នឹងខ្ញុំយកកន្លែងគេងដែលនៅជិត KL Central នៅជិតCentral Market ដូចទៅបើសិនជាចង់ទៅ Twin Tower ទៅអីក៏ចិត្តដែរអញ្ចឹងបន្ទាប់ពីខ្ញុំដល់កន្លែងគេងហើយខ្ញុំក៏រៀបចំខ្លួនទៅតាម park មួយកន្លែងនៅក្នុងទីក្រុងកូឡាឡាំពូរហ្នឹងគឺ KLCC Park ជា park មួយដែលល្បីដែរហើយ park ហ្នឹងក៏វានៅជិត Twin Tower ដែរអញ្ចឹងយើងអាចមើលឃើញ view Twin Tower ហើយនឹងអគារផ្សេងៗទៀតហើយខ្ញុំសូមទៅសារទីក្រុងគេមួយទីគេធ្វើ park មកគឺមានដើមឈើធំធំខ្ពស់ៗហ្មងនៅពេលអញ្ចឹងទៅធ្វើយើងត្រជាក់ភ្នែកហើយសូម្បីតែពេលខ្លះមិនមែន park ទេតាមផ្លូវអីអញ្ចឹងក៏សម្បូរដើមឈើធំធំដែរហើយ park ហ្នឹងល្ងាចឡើងអីឃើញមានប្រជាជនគេមករត់ហាត់ប្រាណអីច្រើនខ្លាំងមែនទែនហើយចេញពី park ហ្នឹងខ្ញុំក៏បានមកTwin Tower នេះនៅនិយាយទៅនៅក្នុង park ហ្នឹងដែរតែនេះយើងអាចមើលឃើញ Twin Tower រឿងច្បាស់អញ្ចឹងណាហើយឥឡូវហ្នឹងម៉ោង7ជាងហើយប៉ុន្តែនៅគេម៉ោង7ជាងគឺនៅភ្លឺឡើយទេដល់ចាប់ពីម៉ោង8អីទៅវាបាត់រៀងលិតហើយបន្ទាប់ពីខ្ញុំថតរូបថតវីដេអូនៅកន្លែង Twin Tower ហ្នឹងហើយខ្ញុំក៏បានដើរទៅមកខាងទៀតនៅ Twin Tower ហ្នឹងពួកនៅកន្លែងនោះហ្នឹងគឺជាកន្លែងដែលគេនិយមថតរូបជាមួយនឹងអគារ Twin Tower ហ្នឹងហើយក៏មាន shop ល្បីៗទីច្រើនដូចជា H&M និង brand ល្បីៗផ្សេងៗទៀតដែរខ្ញុំបន្ទាប់ពីខ្ញុំថតរូបថតអីហើយខ្ញុំក៏បានដើរទៅហាងគ្រីមមកកន្លែងដែលគេលំចង់ទៅសាកមកហូបគ្រីមហូបឥណ្ឌាគេចំណឹងរសជាតិមិនប៉ុន្តែអានេះខ្ញុំពិបាកញ៉ាំតិចមើលតែ reaction ទៅដឹងហើយទីទៅបើសិនជាសម្រាប់គេអ្នកចូលចិត្តញ៉ាំគ្រីឬក៏ចូលចិត្តញ៉ាំម្ហូបឥណ្ឌាអីអត់អីទេអាចញ៉ាំបានចង់បន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏បានដើរទៅកន្លែងដែលគេពេញនិយមមួយដែរគឺ Saloma Link ហ្នឹងគឺជាកន្លែងដែលស្ពានឆ្លងកាត់ផ្លូវហ្នឹងក៏បានឆ្លងកាត់កន្លែងនេះយើងព្រឺសបល់ដែរអ្នកទាំងអស់គ្នាទីទៅខ្ញុំដើរបានតិចដែរក៏បានមកដល់កន្លែង Saloma Link ហ្នឹងគឺជាកន្លែងដែលគេស្ពានសម្រាប់ដើរឆ្លងកាត់ផ្លូវហើយគេធ្វើជារចនាបថមួយដែលស្អាតមែនទែនគេបើកភ្លើងមកយើងមើលទៅឃើញស្អាតកន្លែងហ្នឹងក៏យើងអាចមើលឃើញ view របស់ Twin Tower ដែរចាំបន្ទាប់ពីខ្ញុំបានថតរូបថតអីនៅនឹងហើយខ្ញុំក៏បានដើរឆ្លងទៅមកខាងទៀតរួចហើយក៏ចុះមកខាងក្រោមដើម្បីហៅ Grab ទៅកន្លែងគេងវិញអញ្ចឹងវានៅទី2តែព្រោះខ្ញុំបានដើរទៅរកអីញ៉ាំនៅជិតបតែដែរហើយហាងហ្នឹងគឺឆ្ងាញ់មែនទែនអ្នកទាំងអស់គ្នាខ្ញុំបានហៅទីមសាំមួយហើយនឹងគឺទៅតុងយ៉ាំមួយគឺឆ្ងាញ់ខ្លាំងហ្មងអ្នកទាំងអស់គ្នាណាដែលទិញម្ហូបទីអាចទៅរកម្ហូបចាំបានបន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏បន្តដំណើរទៅបាទូខេវដោយការជិះរថភ្លើងអ្នកទាំងអស់គ្នាកុំឲ្យដូចខ្ញុំបើសិនជាចង់ទៅបាទូខេវអីជិះរថភ្លើងជិះពី KS Central ទៅអញ្ចឹងខ្ញុំមិនដឹងថាមិនបាញ់ខ្ញុំទៅជិះនៅ Nagara ហ្នឹងទេហើយទៅក៏ជិះតែបើជិះ Nagara ហ្នឹងក៏ត្រូវទៅដែរប៉ុន្តែវាមានខ្សែពីរអញ្ចឹងទៅធ្វើឲ្យខ្ញុំជិះខុសរថភ្លើងទៅខ្សែមួយផ្សេងទៀតមិនទៅបាទូខេវតែមិនអីទេវាជាបទពិសោធន៍ហើយណាមួយក៏បានខុសតាមម្នាក់ដែលគាត់ជួយខ្ញុំច្រើនមែនតើគាត់ជួយរកខ្សែរថភ្លើងខ្ញុំហើយគាត់របៀបជួយឲ្យខ្ញុំរករថភ្លើងដែលត្រូវត្រឡប់ទៅវិញហើយបានជិះរថភ្លើងមួយទៀតដើម្បីទៅបាទូខេវអញ្ចឹងទៅហើយលើពេលនេះមកដល់ចំណតនៅបាទូខេវហើយដើរបន្តិចទៅក៏យើងទៅដល់កន្លែងរូងភ្នំគេហ្នឹងអានេះបទពិសោធន៍មួយទៀតបើសិនជាអ្នកនរអគ្នាទៅនឹងមានពូឥណ្ឌាដែលគាត់ហៅបាក់ដៃឲ្យទៅនេះទៅនោះអញ្ចឹងបើអ្នកនរអគ្នាទៅតាមគាត់គឺត្រូវបង់លុយចូលកន្លែងរូងភ្នំមួយតែខ្ញុំក៏សម្រាប់ចិត្តដើរបកក្រោយវិញខ្ញុំអត់ចូលទេខ្ញុំដើរមកកន្លែងរូងភ្នំដែរគេល្បីនៅបាទូខេវហ្នឹងហ្មងហើយយើងដើរតែបន្តិចទៅក៏មកដល់កន្លែងព្រះនេះហើយនិយាយទៅគឺថាឲ្យតែយើងមកដល់កន្លែងព្រះហ្នឹងថតរូបទៅគឺគេថាយើងមកដល់ម៉ាឡេស៊ីហ្មងពេលហ្នឹងក៏ខ្ញុំថតរូបថតវីដេអូនៅក្រុមហ្នឹងហើយខ្ញុំកំពុងតែគិតថាខ្ញុំគួរទៅឡើងលើអត់ចង់ឡើងខ្ញុំឡើងទៅវាមិនអ្វីដែលល្អប្រសើរហើយបើសិនជាយើងអត់សាក់លបងអញ្ចឹងយើងត្រូវតែសាក់លបងអញ្ចឹងដូចខ្ញុំខ្លាចថាខ្ញុំឡើងទៅខ្ញុំហត់ខ្ញុំអីចឹងទៅតែឡើងទៅគឺអត់មានអីទេហត់សម្រាប់ឲ្យឡើងទៅទៀតនិយាយទៅឡើងទៅក៏មិនសូវហត់ដែរតែបានជួបមិត្តចាស់ច្រើនដែរហើយនេះគឺខ្ញុំក៏បានឡើងមកដល់លើហើយនិយាយទៅមកដល់ខាងលើហ្នឹងគឺជាប្រភេទជារូងហ្នឹងក៏មានជាដូចជាប្រាសាទគេអាចតាក់ទងជាមួយសាសនារបស់បងជនជាតិឥណ្ឌាអីចឹងអត់អស់ហើយអ្នកទាំងអស់គ្នានៅមួយជាន់ទៀតនេះគឺខ្ញុំត្រូវឡើងទៅដល់ខ្ញុំគិតថាចូលតែមកហើយគឺត្រូវតែឡើងឲ្យផុតឡើងមកក៏យ៉ា view អីគឺខ្ញុំអត់បានដែរគឺអ្នករូងភ្នំគេគឺទស្សនវិជ្ជាបែបហ្នឹងអាចនិយាយបានថាវាប្លែកភ្នែកម្យ៉ាងសម្រាប់យើងហើយវាស្អាតចង់បើសិនជាអ្នកទាំងអស់គ្នាបានទៅដល់បាទូខេវហើយគួរតែឡើងទៅដល់លើហ្នឹងទៅឡើងទៅដល់លើឡើងទៅមើលរូងភ្នំហ្នឹងទៅថាវាមិនអីអញ្ចឹងហើយក៏ចុះមកវិញបានចូលទិញគេលក់របៀបជាអនុស្សាវរីយ៍អីខ្លះដែរទិញផ្ញើអ្នកផ្ទះផ្ញើអីចឹងទៅតម្លៃគេលក់អីនៅហ្នឹងគឺធូរមែនតើអ្នកទាំងអស់ខ្ញុំបន្ទាប់ពីខ្ញុំទិញអីហើយខ្ញុំក៏ចុះក្រុមវិញហើយខ្ញុំក៏ទៅក្រុងវិញដើម្បីទៅ Central Market បន្តទៀតទៅពេលហ្នឹងថ្ងៃយើងជ្រេដែរដោយសារយើងវិញរថភ្លើងផងអីផងដើម្បីចឹងទៅពីម៉ោង1ម៉ោង2ដែរមិនបានត្រឡប់ទៅវិញបន្ទាប់ពីមកដល់ station ហើយខ្ញុំក៏ជិះ Grab ដើម្បីទៅ Central Market ទៅ Central Market ហ្នឹងដូចជាផ្សារកណ្ដាលផ្សារធំថ្មីយើងនៅភ្នំពេញចឹងណាចូលទៅដល់គេមានលក់អីគ្រប់សពមានលក់អំពីរបស់សាវរីមានលក់អីញ៉ាំផ្សេងៗច្រើនខ្លះពីរបស់ញ៉ាំចឹងបើសិនជាអ្នកអត់គ្នាទៅដល់ហាងគួរទៅញ៉ាំអីណាអាចទៅ Central Market បានសម្បូរអីញ៉ាំហើយក៏សម្បូររបស់លក់ដែលយើងត្រូវទិញផ្ញើបានអ្នកផ្ទះផ្ញើអីដែរអញ្ចឹងអត់ដល់ហាង
ទិញអីណាផ្ញើអ្នកទេអីអាចមកនឹងបានហើយខ្ញុំក៏បានចូលទិញអីខ្លះហើយក៏ដើរមើលផ្សារគេតិចតួចអីដែរពីទៅផ្សារគេរៀបចំមកគឺស្អាតអញ្ចឹងបន្ទាប់ពីដើរអីមកស្ទុះហើយខ្ញុំក៏ឡើងទៅលើដើម្បីរកអីញ៉ាំមកស៊ុបខ្ញុំដាក់ស៊ុបអីទៅប៉ុន្តែឆ្ងាញ់អ្នកនរគ្នាអាចទទួលលេងបន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏ដើរចេញមកដើម្បីទៅប្រាសាទមួយហ្នឹងដូចជាលក្ខណៈជាប្រាសាទរបស់ជនជាតិឥណ្ឌានិយាយទៅតាក់ទងជាមួយសាសនាគេបែបទៅម៉ាឡេនេះគឺខ្ញុំទទួលបានបទពិសោធន៍ថ្មីច្រើនមែនទែនដូចអញនិយាយថាសាសនាថ្មីអាគារបៀតបៀនគេអីចេញមកប្លែកថ្មីបន្ទាប់ពីខ្ញុំដើរកន្លែងមិញហើយខ្ញុំក៏ដើរទៅគេហៅថា street art ផ្លូវដែលគេគូដោយគំនូរនៅអញ្ចឹងតាមផ្លូវខ្ញុំអត់ដឹងថានៅណោះគេបែបមិនចេះអ្នកនរគ្នាភាគច្រើនគឺតាមអញ្ចឹងភាគច្រើនគឺគេគូបែបគំនូរអីអញ្ចឹងទៅនិយាយបានថានេះវាជាការតាក់ទាញមួយដែរដែលយើងអាចទាញភ្ញៀវឲ្យទៅដើរមើលដើរអីអញ្ចឹងបន្ទាប់ពីខ្ញុំបានដើរមើលហើយខ្ញុំក៏បានមកចល័ន Petaling អាហ្នឹងដូចជាលក្ខណៈថាជា China Town កន្លែងដែលគេលក់អីអញ្ចឹងតែភាគច្រើនគេអាចនឹងមកពេលយប់វាមើលឃើញស្អាតប៉ុន្តែដោយសារលើហ្នឹងគេកំពុងតែជួសជុលអញ្ចឹងខ្ញុំក៏បានដើរច្រើនដែរហើយខ្ញុំក៏បានដើរមើលពេលថ្ងៃហ្នឹងឲ្យហ្នឹងទៅអញ្ចឹងបន្ទាប់ពីចេញពីនោះមកខ្ញុំក៏បានទៅ Red KL អាហ្នឹងលក្ខណៈជាហាងកាហ្វេប៉ុន្តែគេមានលក់ជាបណ្ណាគារលើរបៀបជាសភៅច្រើនខ្លាំងមែនតើប៉ុន្តែនៅក្នុងនោះក៏គេមានលក់ជាកាហ្វេអីដែរអញ្ចឹងបើសិនជាអ្នកនរគ្នាទៅអត់បានទិញសភៅអីទេទៅថតរូបអីចឹងអាចទិញជាកាហ្វេគេញ៉ាំមួយកែវអីអញ្ចឹងតែពេលនោះខ្ញុំអត់បានទិញកាហ្វេញ៉ាំទេតែខ្ញុំកាហ្វេហើយគឺខ្ញុំក៏បានទិញសភៅមួយក្បាលហើយក៏ត្រឡប់មកតែវិញសម្រាប់ប្រហែលជាបាន2ម៉ោងអីទៀតយប់ឡើងខ្ញុំបានទៅ mall មួយកន្លែង mall នោះនៅជិត Bukit Bintang ដែលទីតាំងដែលគេល្បីដែលគេ trending នៅក្នុង TikTok បន្ទាប់ពីចេញពី mall មកខ្ញុំក៏បានមក Bukit Bintang ហ្នឹងនិយាយទៅគឺល្បីមែនអ្នកទាំងអស់គ្នាសូមឲ្យថ្ងៃហ្នឹងគឺមនុស្សច្រើនខ្លាំងហ្មងដែលគេមកចាំថតរូបចាំថតដាក់ទីភ្លើងដែលត្រូវឆ្លងកាត់ផ្លូវហ្នឹងគឺមានគ្រប់ជាតិសាសន៍មានគ្រប់វ័យហ្មងគឺគាត់មកហ្នឹង anyway កន្លែងហ្នឹងស្អាតមែនអ្នកទាំងអស់គ្នាជាពិសេសនៅពេលដែលរថភ្លើងហ្នឹងជិះមកគឺ view យើងឃើញកាន់តែស្អាតប៉ុន្តែខ្ញុំអត់បានថតកន្លែងដែលស្អាតដោយសារអីគឺមនុស្សច្រើនខ្លាំងហ្មងកន្លែងនេះបើសិនជាមានគ្នាទៅមិត្តភ័ក្តិអីអញ្ចឹងគឺថតឲ្យគ្នាគឺស្អាតខ្លាំងហើយសប្បាយខ្លាំងអញ្ចឹងពីនោះមកខ្ញុំដើរទៅចល័ន Alor Street Food កន្លែងហ្នឹងគឺក៏ល្បីក៏ trending មួយដែរអ្នកទាំងអស់គ្នារបៀបហាពុកសម្បូរបែបទៅដោយម្ហូបអាហារជាច្រើនគ្រប់មុខគ្រប់ប្រភេទគ្រប់ជាតិសាសន៍ហ្មងចង់ម្ហូបបែបមិនក៏មានដែរហើយខ្ញុំដើរមកខ្ញុំប្រតិភ្នែកជាមួយកន្លែងដែលគាត់លក់ត្រីនេះហើយខ្ញុំក៏បានទិញត្រីមួយកែវត្រីហ្នឹងឆ្ងាញ់ខ្លាំងអ្នកទាំងអស់គ្នាអាចសាក់ញ៉ាំបាននៅដូចជាពេលហ្នឹងដូចជា passion tea passion lemon tea ហើយបន្ទាប់ពីញ៉ាំត្រីហើយក៏ខ្ញុំបានដើរទៅរកកន្លែងអីញ៉ាំពេលហ្នឹងខ្ញុំចង់សាក់ញ៉ាំម្ហូបម៉ាឡេហ្មង anyway ម្ហូបម៉ាឡេហ្នឹងគឺមានអញនិយាយបានថាខ្ញុំពិបាកញ៉ាំតិចដែរទៅអាចទទួលយកបានតែគាត់ថាដូចខ្ញុំនិយាយចឹងគឺមួយប្រៃហ្មងបើថាមានផ្អែមគឺផ្អែមខ្លាំងហ្មងចង់បន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏ដើរទៅតែវិញថ្ងៃនេះគឺជាថ្ងៃចុងក្រោយថ្ងៃទី3ហើយខ្ញុំនៅសល់ពេល1ផឹកដើម្បីដើរលេងអញ្ចឹងទៅខ្ញុំក៏ទៅ River Up Life ព្រោះកន្លែងហ្នឹងក៏កន្លែងដែលគេល្បីនៅ Kuala Lumpur ហ្នឹងដែរតែទៅដល់គេជួសជុលអ្នកនរគ្នាគេកំពុងតែជួសជុលតើគាត់មានអីតាក់ទៀតអីទៅ vlog ថ្ងៃហ្នឹងគឺ fail ហ្មងគឺទៅជួសជុលគ្រប់កន្លែងជមើហើយតែខ្ញុំក៏សម្រេចចិត្តថាទៅកន្លែងមួយទៀតកន្លែងអាគារដែលគេល្បីថតរូបស្អាតអញ្ចឹងផ្លូវគេអញ្ចឹងទៅគឺអញ្ចឹងតាមអញ្ចឹងគេហ្នឹងគឺគេគូរូបអញ្ចឹងហ្មងនៅស្រុកហ្នឹងគឺសម្បូរការគូរូបតាមអញ្ចឹងហើយនេះអាគារតាមផ្លូវដែលខ្ញុំទៅកន្លែងអាគារដែលខ្ញុំចង់ទៅថតរូបថតអីចឹងប៉ុន្តែមើលទៅគឺស្អាតហ្មងតាមផ្លូវនោះក៏ស្អាតដែររបៀបរចនាប័ទ្មគេចេញមកប្លែកយើងអាចនិយាយថាយើងធ្លាប់ទៅនៅណេះយើងរចនាប័ទ្មផ្សេងទៅពេលយើងទៅនោះរចនាប័ទ្មគេបែបផ្សេងអញ្ចឹងហើយអ្នកនរគ្នាជាកន្លែងអាគារដែលខ្ញុំចង់មកខ្លាំងកន្លែងហ្នឹងគេថតរូបមើលឃើញស្អាតអីអញ្ចឹងទៅប៉ុន្តែមកគឺគេជួសជុលហ្មងនិយាយទៅថ្ងៃទី3ហ្នឹងគឺ fail ហ្មងគឺជួសជុលគ្រប់កន្លែងណាដែលខ្ញុំទៅគឺគេជួសជុលប្រោយមិនតែសារៈនទីដែលខ្ញុំចង់ចូលហ្នឹងក៏បានចូលដែរអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអាចនឹងទៅក្រោយទៀតអាចនឹងកន្លែងហ្នឹងទៅក៏លោកគេជួសជុលហើយអញ្ចឹងមើលឃើញស្អាតខ្លាំងខ្ញុំក៏ទៅមកកន្លែងទៀតដែលមានឈ្មោះថា Independent អីមួយទៀតខ្ញុំនឹងដាក់ឈ្មោះលើហ្នឹងហើយខ្ញុំឃើញកន្លែងហ្នឹងហើយខ្ញុំនឹកឃើញកោះពេជ្រហ្មងកោះពេជ្រណាកន្លែងមុខអាគារការហើយអាហ្នឹងអាគារធំហ្មងហើយនេះកន្លែងហ្នឹងគឺមានស្មៅអីចឹងទៅគេបាត់ដំបងអញជួសជុលទៀតអត់ទាន់អញគេជួសជុលទៀតអ្នកទាំងអស់គ្នានិយាយទៅហើយយើងទៅដល់ណាក៏ឃើញអាគារគឺខ្ពស់ឃើញអាគារស្រួចនេះគឺឃើញរហូតហ្មងនិយាយទៅខ្ញុំឃើញស្អាតមួយយ៉ាងចឹងណាហើយសម្បូរឆ្មាហ្មងអ្នកទាំងអស់នេះទៅណាឃើញឆ្មាដែរខ្ញុំក៏ដើរទៅកន្លែងគេសង់ជាបកគោលមួយអញ្ចឹងសម្រាប់អានេះខ្ញុំគិតថាអញ្ចឹងបើសិនជាអ្នកនេះដឹងជួយប្រាប់ខ្ញុំខ្ញុំគិតថាហើយគេសង់តំណាងឲ្យការយកឯករាជ្យបានអីអញ្ចឹងព្រោះអានេះខ្ញុំគិតថាដូចជាវាមានឯករាជ្យរបស់យើងអញ្ចឹងតែតែប៉ុន្តែមិនដឹងមិនទេព្រោះខ្ញុំបាន research មើលដែរអញ្ចឹងបើសិនជាអ្នកនរគ្នាដឹងជួយប្រាប់ខ្ញុំផងតែមានអីស្អាតដល់អ្នកនរគ្នាហើយម៉ោង9នេះនៅមានអ្នកខ្លះទៅមហាប្រាណនឹងអ្នកនរគ្នាហើយកូនសិស្សអ្នកធ្វើការអីគេគឺគេតែទៅធ្វើការទេម៉ោង8 9 10អីហ្នឹងនិយាយទៅនៅរៀងចំណាក់ជាងបន្តិចដោយសារម៉ោង7 8យប់អីគេតែចាប់ដើមល្ងឹតម៉ោង7អីដូចភ្លឺឡើយម៉ោង7ព្រឹកអីគឺនៅរៀងចិត្តភ្លឺរៀងល្ងឹតវិញវាអញ្ចេះវិញហើយរបៀបថាគេដើរលឿនជាងយើងមែនប៉ុន្តែមេឃវាដើរយឺតវិញក៏ដើរមើលហ្នឹងមកផឹកហើយខ្ញុំក៏ត្រឡប់មកតែដើម្បីរៀបចំអីវ៉ាន់ដើម្បីទៅពលានវិញហើយមកស្ថានីយ៍រថភ្លើងដើម្បីជិះទៅពលាននិយាយទៅមកដល់ពលានហើយគឺមុនឡើង1ម៉ោងគេទៅបើក check in នេះចឹងក៏អង្គុយចាំត្រឹមតែ check in immigration ហើយក៏ដើរទៅ gate អីចឹងទៅហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរត្រឡប់មកខ្មែរវិញមកដល់ខ្មែរម៉ោងពេលយប់ដែរអញ្ចឹង goodbye អ្នកទាំងអស់គ្នា
មកគុណដល់ទស្សនិកជននិងពួកម៉ាក់យើងទាំងអស់គ្នាដែលបានមើលវីដេអូរបស់យើងថ្ងៃនេះសូមកុំភ្លេច subscribe